បដើមនៃខ្សែរឿងនៅពេលដែលខ្លាកំណាចកំពុងតែស្ដីឲ្យអបិហ័យរឿងដែលថាអបិហ័យគឺមិនអាចចាប់ពួកតួឯកប្រុសរបស់យើងបានអបិហ័យក៏បានតបវិញថាគេពិតជាអសមត្ថភាពមែនប៉ុន្តែវាមិនមែនជាកំហុសរបស់គេនោះទេរឿងទាំងអស់នោះវាក៏ជាអបតវហេតុឥឡូវនេះគេបានទទួលដំណឹងថាតួឯកប្រុសរបស់យើងនៅគ្នាបានមកដល់ទីក្រុងអូសៀនហើយគេនឹងទៅចាប់ឈូស៊ីងហឺនៅគ្នាមកឲ្យខ្លាកំណាចឥឡូវនេះខ្លាកំណាចក៏បានកាត់អបិហ័យថាគេគឺមានកម្រងចាប់ពួកឈូស៊ីងហឺនៅគ្នារួចហើយខ្លាកំណាចក៏បានប្រាប់ឲ្យអបិហ័យចាំតែស្ដាប់តាមបញ្ជារបស់គេទៅបានហើយខ្លាកំណាចក៏បានបញ្ជាផងដែរឲ្យតាមដានលោកតាជូហ្គើចាប់ដើម្បីកុំឲ្យគាត់បំផ្លាញផែនការរបស់ពួកគេអបិហ័យក៏បានសួរថាហេតុអ្វីមិនព្រមប្រាប់ឲ្យឪពុករបស់គេមកជួយទៅវាកាន់តែងាយស្រួលឪពុករបស់អបិហ័យគឺជាជូយូកៃដែលបានបង្ហាញខ្លួននៅដើមភាគដែលបានដេញតួឯកប្រុសចេញពីតកូលរបស់គាត់នឹងឯងខ្លាកំណាចក៏បានស្រែកឲ្យអបិហ័យបិទមាត់ហើយក៏បានប្រាប់អបិហ័យថាត្រូវតែរក្សារឿងនេះជាការសម្ងាត់ព្រោះអីគេមិនចង់ឲ្យអ្នកផ្សេងដឹងពីវត្តមានរបស់ផែនទីផ្កាយនោះទេចឹងហើយខ្លាកំណាចក៏បានប្រាប់អបិហ័យមិនឲ្យប្រាប់ឪពុករបស់គេនោះទេនឹងហើយអ្នកទាំងអស់គ្នាបើថាលើសំឡេងរំខាននេះគឺថាខ្ញុំសូមទោសខ្លាំងមែនទែនដោយសារមន់គឺវាយំខ្លាំងមែនទែនហើយយើងពួកក៏អាចចេញវីដេអូប្រហែលថ្ងៃហ្នឹងដោយសារតែទូរស័ព្ទខ្ញុំវាខូចនឹងហើយចូលមកកាន់សាច់រឿងរបស់យើងវិញខ្លាកំណាចក៏បានរំលឹកដល់បុរសកណ្ដាលការវិភាគមុនផងដែរហើយក៏បានប្រាប់អបិហ័យឲ្យកំចាត់បុរសម្នាក់ហ្នឹងឲ្យបានឆាប់អបិហ័យក៏បាននិយាយថាបុរសម្នាក់ហ្នឹងគឺពិតជាមានអំណាចគេខ្លាចតែគេម្នាក់ឯងគឺមិនអាចធ្វើវាបាននោះទេខ្លាកំណាចក៏បានប្រាប់អបិហ័យកុំឲ្យបារម្ភឲ្យដោយសារតែគេនឹងមានអ្នកមកជួយកាត់មកមើលឈូស៊ីងហឺនឹងគ្នានេះវិញឈូស៊ីងហឺក៏បាននិយាយទៅកាន់ជូហ្គើលីងឡុងថាលោកតាយូហ្គើបានឲ្យឈូលីងអឺនិងមូយើងមកពង្រឹងសមត្ថភាពរបស់ពួកគេនៅទីនេះនៅពេលដែលពួកគេបញ្ចប់ការវឹកហាត់ពួកគេនឹងតាមឈូស៊ីងហឺទៅកាន់ដែនដីផ្កាយបរិសុទ្ធជូហ្គើលីងឡុងក៏បានសួរថាដោយសមត្ថភាពរបស់ពួកគេលើនេះតើពួកគេគិតថាពួកគេអាចទៅទីនោះបានទេលើបែបនេះធ្វើឲ្យឈូស៊ីងហឺនឹងគ្នារបស់គេគាំងតែម្ដងជូហ្គើលីងឡុងក៏បានក្រវីក្បាលហើយក៏បាននិយាយថានៅពេលនោះមេត្រកោដែលត្រូវជាឪពុករបស់ឈូស៊ីងហឺបានឈានដល់ព្រលឹងផ្កាយដំណាក់កាលទី7រួចហើយនោះក៏បានធ្វើដំណើរទៅកាន់ទីនោះប៉ុន្តែมันបានត្រឡប់មកវិញទេនេះបានធ្វើឲ្យជូហ្គើលីងឡុងឆ្ងល់ថាហេតុអ្វីបានជាលោកតាជូហ្គើព្រមឲ្យឈូស៊ីងហឺនឹងគ្នាធ្វើដំណើរទៅកាន់ទីនោះប្រហែលអាចជាក៏ដល់ចំណុចនេះជូហ្គើលីងឡុងក៏បានស្ទុះទៅរកឈូស៊ីងហឺយ៉ាងលឿននៅពេលដែលបានមកដល់មុខឈូស៊ីងហឺនាងក៏បានយកម្រាមដៃរបស់នាងចុចទៅលើថ្ងាសរបស់ឈូស៊ីងហឺដែលធ្វើឲ្យអ្នកនៅទីនោះមានការងឿងឆ្ងល់ជាខ្លាំងហើយឈូលីងអឺក៏បារម្ភទៅកាន់ឈូស៊ីងហឺផងដែរឈូស៊ីងហឺគេពិតជាវិបាកជាខ្លាំងហើយគេក៏បានស្រែកឡើងជូហ្គើលីងឡុងក៏បានសួរទៅកាន់ឈូស៊ីងហឺថាតើគេបានដាស់ប្រឡឹមផ្កាយភ្ញាក់ហើយឬឈូស៊ីងហឺក៏បានសរសើរទៅកាន់ជូហ្គើលីងឡុងថានាងពិតជាមានវិចារណញ្ញាណល្អមែនជូហ្គើលីងឡុងក៏បានសួរទៅកាន់ឈូស៊ីងហឺថាតើគេនឹងចង់ឡើងសង្វៀនប្រឡឹងដើម្បីអនុវត្តឬក៏អត់ប៉ុន្តែឈូស៊ីងហឺគេគឺមិនចង់នោះទេជូហ្គើលីងឡុងក៏បាននិយាយថាយ៉ាងណាមិញឈូស៊ីងហឺខ្លួនឯងនេះគឺជាអ្នកដែលបានយកប្រាក់សន្សំរបស់គេដើម្បីបើកសង្វៀនប្រឡឹងមួយនេះហើយគេដែលជាម្ចាស់ពិតប្រាកដនេះមិនចង់ផ្ទៀងផ្ទាត់ទេឬថាតើវាអាចរកប្រាក់ចំណេញបានប៉ុន្មានឈូស៊ីងហឺក៏បាននិយាយថាគេគឺទុកចិត្តជូហ្គើលីងឡុងយ៉ាងណាមិញឈូស៊ីងហឺគឺត្រូវការថ្មផ្កាយដើម្បីហ្វឹកហាត់មិនត្រឹមតែគេនោះទេឈូលីងអឺក៏ត្រូវការហើយមួយយើងក៏ត្រូវការដែរហើយសូម្បីតែជូហ្គើលីងឡុងខ្លួនឯងក៏ត្រូវការផងដែរប្រាក់ចំណេញបន្តិចបន្តួចនេះខ្លាចតែមិនគ្រប់គ្រាន់នោះទេជូហ្គើលីងឡុងក៏បានញញឹមបន្តិចផងដែរស្អាតជាម៉ែនេះខ្សែរឿងក៏បានកាត់មកនៅពេលដែលពួកគេកំពុងតែដើរមកកាន់សង្វៀនព្រលឹងពួកគេក៏បានដើរកាត់បរោះដែលកាន់ដាវការពិភាក្សាមុនផងដែរនៅពេលដែលភ្នែករបស់ឈូស៊ីងហឺជួបនឹងភ្នែកបរោះម្នាក់នោះឈូស៊ីងហឺក៏បានលន់មាត់ថាការសម្លឹងមើលដ៏គួរឲ្យខ្លាចមួយនៅពេលនេះចៅតុនសៃក៏បានប្រកាសថាសង្វៀនព្រលឹងចាប់ផ្ដើមហើយជូហ្គើលីងឡុងក៏បាននិយាយទៅកាន់មូយ៉ងនិងឈូលីងអឺថាអ្នកទាំងពីរមិនមែនចង់ពង្រឹងខ្លួនឯងទេឬឆាប់ឡើងទៅទីនោះហើយទទួលបានបទពិសោធន៍ខ្លះនៅពេលដែលមូយ៉ងឡើងលើសង្វៀនឈូលីងអឺក៏បានស្រែកទៅកាន់មូយ៉ងថាឲ្យមូយ៉ងនឹងប្រកួតដោយឈ្នះបើថាប្រកួតមិនឈ្នះទេថ្ងៃនេះមិនបាច់ហូបបាយទេមូយ៉ងក៏បានតបថាគេនឹងខំប្រឹងឲ្យអស់ពីសមត្ថភាពនៅម្ខាងទៀតនៃសង្វៀនគឺជាអបិហ័យនៅពេលដែលឃើញមូយ៉ងធ្វើឲ្យគេនឹកឃើញដល់អតីតកាលនៅពេលដែលត្រូវមូយ៉ងវាយធ្វើឲ្យគេមានអារម្មណ៍ថាខឹងជាខ្លាំងអបិហ័យក៏បាននិយាយទៅកាន់បុរសដែលនៅជិតគេថាមូយ៉ងនឹងគឺពិតជាខ្លាំងល្បឿនគឺជាឱកាសតែមួយគត់ដែលអាចយកឈ្នះបានពេលអបិហ័យនិយាយចប់បុរសដែលនៅក្បែរគេក៏លេងក្បាច់ថោកទាបដែលបានលួចវាយមូយ៉ងពីក្រោយខ្នងឈូស៊ីងហឺនិងឈូលីងអឺក៏បានរត់មកមើលមូយ៉ងផងដែរហើយឈូលីងអឺក៏បានស្រែកទៅកាន់ពួកគេទាំងពីរនាក់ថាគឺពិតជាថោកទាបដែលបានលួចវាយពីក្រោយខ្នងអបិបិទមុខនឹងក៏បានស្រែកទៅកាន់មូយ៉ងឲ្យឆាប់ចុះចាញ់ទៅបើមិនដូច្នេះទេក៏មិនទោសថាគេនឹងហាយមូយ៉ងជាបំណែកនិយាយចប់គេក៏បានបញ្ចេញព្រលឹងផ្កាយរបស់គេចេញមកមើលទៅដូចជាខ្លានតិចអីតិចមួយទេខ្ញុំមិនដឹងថាសត្វអីទេមូយ៉ងក៏បាននិយាយថាគេគឺត្រូវតែយកឈ្នះការប្រកួតមួយនេះបើមិនដូច្នេះទេគេប្រកាសឆ្អិតបែរហូបជាមិនខានទេដូច្នេះហើយគេត្រូវតែយកឈ្នះបុរសម្នាក់នឹងឲ្យបាននិយាយចប់មូយ៉ងក៏បានបញ្ចេញព្រលឹងផ្កាយរបស់គេចេញមកដែលជាសត្វមួយនេះនឹងឲ្យឈ្មោះសត្វមួយនឹងខ្ញុំអត់ចេះអាននោះទេខ្ញុំនឹងដាក់ឈ្មោះបោះពេលនៅលើវីដេអូអ្នកទាំងអស់គ្នាអានខ្លួនឯងទៅនៅពេលដែលមូយ៉ងបញ្ចេញព្រលឹងផ្កាយរបស់គេចេញមកធ្វើឲ្យឈូស៊ីងហឺនិងអបិហ័យមានការភ្ញាក់ផ្អើលខ្លាំងហើយក៏បានបណ្ដាលឲ្យវងមនុស្សដែលឈរមើលនៅខាងក្រោមបានស្រែកហូបផងដែរឈូស៊ីងហឺក៏បានគិតក្នុងចិត្តរបស់គេថានេះគឺជាព្រលឹងផ្កាយដែលលោកតាជូហ្គើជួយមូយ៉ងដាស់ឡើងក្នុងអំឡុងពេលហ្វឹកហាត់អាចនិយាយបានថាព្រលឹងផ្កាយរបស់មូយ៉ងគឺល្អឥតខ្ចោះមិនមានព្រលឹងផ្កាយដំណាក់កាលទី2ច្រើនទេដែលអាចយកឈ្នះវាបានឈូស៊ីងហឺក៏បានសម្លឹងមើលទៅកាន់ឈូលីងអឺហើយក៏បានគិតបន្តទៀតថាប្រសិនបើឈូលីងអឺនិងមូយ៉ងនៅទាំងពីរសហការគ្នាពួកគេអាចនឹងក្លាយជាក្រុមដ៏អស្ចារ្យមួយ